តែសម្ដែងនៅសហរដ្ឋអាមេរិកច្រើនលើកច្រើនសារហើយតារាសម្ដែងរតនពិសិដ្ឋទៅមានឱកាសសម្ដែងនិងជ្រើសរួមគ្នាជាមួយអតីតតារាសម្ដែងជើងចាស់អ្នកស្រីអ៊ំប៉ូទេវីជាលើកដំបូងក្នុងជីវិតលោករតនពិសិដ្ឋនិយាយទាំងក្តីរំភើបនិងត្រេកអរថាទម្រាំតែបានជួបបងស្រីគឺចាំមកយូរឆ្នាំណាស់ទោះបីមកទឹកដីនេះច្រើនលើកក្តីជាលើកទី1ពិតជារំភើបណាស់សំខាន់បងស្រីនៅតែស្អាតលោករតនពិសិដ្ឋបានឲ្យដឹងផងដែរថាលោកស្រីអ៊ំប៉ូទេវីគឺជាតារាសម្ដែងនៅក្នុងដួងចិត្តរបស់លោកកន្លងមកលោកធ្លាប់មានក្តីស្រមៃថាថ្ងៃណាមួយលោកនឹងបានជួបបងស្រីជាមួយអ្នកស្រីអ៊ំប៉ូទេវីថែមនឹងបានសម្ដែងនឹងជ្រៀងរួមគ្នាផងដែរពេលនេះក្តីប្រាថ្នារបស់លោកបានក្លាយជាពិតហើយគូបញ្ជាក់ផងដែរថាតារាសម្ដែងរតនពិសិដ្ឋត្រូវបានចាត់ទុកថាជាតារាសម្ដែងនិងច្រៀងមួយរូបដែលនៅមានយីអូនខ្ពស់នៅក្នុងវិស័យសិល្បៈលោកនឹងអាចរកប្រាក់ចំណូលបានច្រើនពីវិស័យមួយនេះមកទោះបីជាមិត្តរួមចំនួនខ្លះបានបាត់មុខនិងខ្លះទៀតគ្មានអ្នកហៅថតក្រៅពីតារាសម្ដែងលោករតនពិសិដ្ឋតែងតែត្រូវបានបងប្អូនខ្មែររស់នៅក្រៅប្រទេសអញ្ជើញចេញទៅក្រៅសម្ដែងជារៀងរាល់ឆ្នាំដូចជាប្រទេសអូស្ត្រាលីកាណាដាបារាំងនិងសហរដ្ឋអាមេរិកជាដើមសម្រាប់ទឹកដីអាមេរិកគឺលោកចេញទៅសម្ដែងញឹកញាប់បំផុតដោយសារនៅទីនោះមានអ្នកស្រឡាញ់និងចូលចិត្តស្ដាប់សម្លេងរបស់លោកច្រើនដោយនេះហើយទើបលោកមានឱកាសបានចេញទៅកោតលុយនៅទីនោះញឹកញាប់បំផុត